បាទសូមគោរពជំរាបសួរបងប្អូនថ្ងៃនេះមានឱកាសពេលវេលាមកថតបង្ហាញអំពីវ៉ានីឡាផងយើងបន្តិចដែលវាវិវត្តពីការលូតលាស់ចាប់ផ្ដើមលឿនមានកម្លាំងហើយយើងមើលទៅឃើញតងដែលលាស់ថ្មីនេះផុតជុំទី2ហើយវាចូលផុតជុំទី2ផុតជុំទី1ចូលជុំទី2អញ្ចឹងជុំទី2ឡើងមកដល់ប៉ុណ្ណេះនឹងជុំទី2សម្រាប់ជលុងនឹងហើយសម្រាប់ជលុងនេះក៏ជាតងនេះគឺជុំទី2ដែរជុំទី2ឡើងមកហើយអ្វីដែលចង់បង្ហាញបងប្អូនមើលទៅអ្វីដែលវាឡើងមកឃើញថាពណ៌ស្លឹកល្អភ្លឺថ្លាហើយស្ទុះមកលឿនហើយជាពិសេសនោះគឺដើមវាមានសភាពធំថ្លោះនេះដើមយើងដាក់អែបគ្នាជាមួយនឹងសិតតែជុំទី2ហើយពីដើមនេះជុំទី2ដូចគ្នាហើយយើងមើលដើមចាស់ជុំទីដែលវាទៅតែឡើងជុំទី1នោះឃើញថាតូចខុសគ្នាតូចមែនតែនខុសគ្នាសឹងតែពាក់កដាលហើយគុំនេះក៏ដូចគ្នាគុំនេះជុំទី1ផុតទៅហើយជុំទី2ឡើងមកផុតជលុងឥឡូវចុះមកវិញបានខ្ទង់ប្រហែលជា40ទៅ50សង់ទីម៉ែត្រហើយយើងមើលដើមវាសឹងតែប៉ុនកូនដៃហើយអញ្ចឹងឃើញថាចូលជុំទី2នេះដើមថ្លោះថ្នាំងក៏វែងមួយថ្នាំងលើសពី10សង់ទីម៉ែត្រអានេះដើមដែលវាឡើងនេះយើងប្រៀបធៀបមើលដើមពីដែលវាចាប់ដើមឡើងជុំទី1អញ្ចឹងឃើញថាខុសគ្នាច្រើនអញ្ចឹងវាចុះទៅដល់ក្រោមហើយឡើងមកវិញឃើញថាដើមនឹងរីកពាក់កដាលអញ្ចឹងឡើងធំច្រើនដើមឡើយប៉ុនចកោះទេអានេះធំជាងគល់ចកោះទៀតអញ្ចឹងវាថាវាដើមវារីកលូតលាស់ហើយនៅគុំខាងនោះក៏ដូចគ្នានោះសិតតែជុំទី1កន្លងទៅចូលដល់ជុំទី2ហើយជុំទី2អានេះបើធ្លាក់ទៅដល់ក្រោមវិញបានទី2ជុំទី2ហ្នឹងបានមួយជុំទៀតហើយឥឡូវវាកំពុងតែធ្លាក់ចុះទៅក្រោមវិញអញ្ចឹងបានមួយជុំកន្លះចំណែកឯតងអស់នេះយើងមើលទៅឃើញតូចយើងមើលទៅឃើញតូចឆ្មាល់ហើយតងហ្នឹងគឺទើបតែទម្លាក់ចុះទៅជុំទី1អញ្ចឹងចាត់ទុកថាមួយជុំចុះវាជិតដល់ហើយនៅបន្តិចទៀតដល់ទៅស្កៃដូងហើយនឹងយើងបត់ត្រឡប់ឲ្យវាឡើងមកវិញតែដោយសារដើមនឹងវាជួបនៅបញ្ហាខ្លះនៅផ្នែកខាងលើអញ្ចឹងឃើញថាការលូតលាស់វារៀងយឺតបន្តិចហើយការលូតលាស់របស់ដើមនេះនៅតែបន្តលូតលាស់ច្រើនដោយសារដើមពួកធំហ្នឹងពួកជុំដែលបានជុំចូលជុំទី2ហ្នឹងសុទ្ធតែដើមអត់មានរោគអញ្ចឹងស្ទុះធំច្រើនស្ទុះលឿនមែនតើនេះអានេះដល់ក្រោមយើងបត់ហើយយើងដាក់បន្លាយវាឲ្យវាឬវាជាប់ទៅនឹងស្កៃដូងអញ្ចឹងតម្រាំតែបត់វាមកវិញតម្រាំតែឬវាចាក់ចូលឃើញវាងក់ខាតកន្លែងអស់បន្តិចហើយមួយទៀតដើមនេះខូចហើយដោយសារវាមានបញ្ហារោគនៅពីខាងលើអញ្ចឹងវាមកដល់ក្រោមដែរយើងដាក់វាចុះក្រោមហើយអញ្ចឹងវាអត់តន់លូតលាស់បន្តទៅទៀតទេដើមចុងឡើងឆ្មាល់មែនទែនស្បេតទៅអញ្ចឹងដោយសារវាមានរោគនៅពាក់កណ្ដាលដើមអញ្ចឹងធ្វើឲ្យខូចវាអត់បានផ្នែកខាងចុងវាអត់លូតលាស់ទៅទៀតទេហើយមើលទៅតងល្អបោះឡើងខ្ចីលវក់ហើយថ្លោះធំវែងហើយសូមបញ្ជាក់បន្តិចផ្នែកខាងរោងដែលយើងបានដាំជាបន្តបន្ទាប់ខាងក្រៅនោះឃើញថាវាលូតលាស់មកវាមានពណ៌ប្លែករាងសភាពព្រឿងលឿងខុសពីការប្រឹងលូតលាស់របស់ដើមនៅខាងក្នុងនេះអញ្ចឹងខាងក្រៅហ្នឹងយើងឃើញវាមានសភាពពណ៌លឿងអញ្ចឹងយើងមិនដឹងថាវាមកពីមូលហេតុអីឬក៏ខ្វះជីអ៊ុយរ៉េឲ្យវាឬខ្វះសារធាតុចិញ្ចឹមខ្វះអាសូតហ្នឹង
តែយើងព្យាយាមបំពន់ចាក់ជីត្រីឲ្យវាដែរនៅក្នុងជីត្រីនោះគឺវាមាននៅអាសារធាតុចិញ្ចឹមនៅអាសូតនឹងដែរអញ្ចឹងយើងចាក់បន្ថែមទៀតហើយចាំមើលវាទៅជាយ៉ាងម៉េចព្រោះខាងក្នុងនេះការលូតលាស់ខ្ចីតងខ្ចីតងចេញមកថ្មីតងប្រឹងប្រែងលូតលាស់យើងមើលទៅវាមិនព្រឿងខ្លាំងពេកទេគឺវាមានតែចុងស្លឹកបន្តិចចុងត្រួយតែវាយើងមើលទៅឃើញសភាពពណ៌លឿងទោះយ៉ាងណាក៏វាមិនភ្លឺថ្លាសភាពព្រឿងភ្លឺថ្លាខាងនេះអីតែនោះវាមើលទៅឃើញឲ្យពណ៌មួយចម្លែកតាក់ភ្នែកយើងបានដឹងថាបញ្ជាក់ប្រាប់ថាវាមានបញ្ហានៅលើការលូតលាស់ផងវាអញ្ចឹងវាខ្វះសារធាតុអ្វីមួយធ្វើឲ្យវាយ៉ាងហ្នឹងយើងមើលនេះវាការស្ទុះការលូតលាស់ផងវាមើលទៅស្អាតល្អមិនមែនមានសភាពព្រឿងនោះទេអញ្ចឹងវាមានដើមស្លឹកវាហ្នឹងពណ៌បៃតងភ្លឺថ្លាស្រស់យើងមើលនឹងភ្នែកដឹងថាវាទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ការលូតលាស់ផងវា